ក្រនតែរើសមនុស្សមិនគួរណាលំបាកទេបងទៅផ្សារដាំកោឃើញមនុស្សទេហើយបងចង់បានប្រហែលនេះឲ្យគេដឹកដៃលើកិច្ចសន្យាយកចូលក្រុមហ៊ុនចុះស្រួលទេហ្មងតែពិតប្រកបយើងចង់បានអីយេចង់បានមនុស្សដែលមានធនធានហើយទូនាទីខ្ញុំជា HR manager នឹងខ្ញុំមិនមែនតែគ្រប់គ្រងមនុស្សទេគ្រប់គ្រងនេះជាប់បងតែខ្ញុំគ្រប់គ្រងអីធនធានដែលមាននៅក្នុងអីយេមនុស្សនៅពេលចូលមានឬអត់ពេលចេញទៅវិញមានឬអត់តែចេញទៅវិញភាគច្រើនមានហើយតែពេលដែលគាត់ចូលមកទោះបីជាគាត់មានស្ទើក៏យើងត្រូវធ្វើម៉េចបាទយើងត្រូវបន្ថែមឲ្យគាត់ដែរហើយរឿងដែលសំខាន់ខ្ញុំអត់សូវខ្វល់រឿងអ្នកចេញទេព្រោះអ្នកទៅគង់តែទៅទេបាទហើយអ្នកមកក៏គង់តែមកដែរតែសំខាន់ផ្ទះយើងត្រូវតែស្អាតបងតោះហើយហ្នឹងបើផ្ទះយើងស្អាតអ្នកក្លាហានចង់មករស់នៅឬអត់យ៉ាបើផ្ទះយើងយ៉ាមានភាពទាក់ទាញបាទអ្នកក្លាហានប្រកាសជាយ៉ាងម៉េចបងបាទប្រកាសជានឹងមកហើយចឹងនេះជា concept ដែលខ្ញុំប្រមូលមួយថ្ងៃគិតថាធ្វើម៉េចប្រើបុគ្គលិកឲ្យអស់ពីសមត្ថភាពគឺមានន័យថាប្រើឲ្យអស់ពី potential របស់គាត់ពី power របស់គាត់ដែលចេញមកពីអក្សរ3ម៉ាត់ហ្នឹងគឺ knowledge skill ហើយនឹង attitude អានឹងបើសិនជាជួននាទីជា HR ខ្ញុំធ្វើបែបហ្នឹង